បាទសរសៃអ្នកនរគ្នាហ្នឹងហើយអ្នកគេខ្លះដែលមានបញ្ហាទៅជាមួយ storage full ទៅលើទូរស័ព្ទរបស់យើងណាដោយ full ទៅលើរូបភាពច្រើនពេកអញ្ចឹងធ្វើឲ្យ full អញ្ចឹងដើម្បីដោះស្រាយបញ្ហាហ្នឹងយើងអាចមកទស្សនាអ្នកនរគ្នាទៅជាមួយការ copy រូបភាពពីលើទូរស័ព្ទយើងផាសទៅចូលនៅលើ computer របស់យើងដើម្បីបានចំណេញ space ទៅលើទូរស័ព្ទដៃយើងដើម្បី copy រូបភាពចូលទូរស័ព្ទដៃយើងបានអ្នកនរគ្នាត្រូវការមានដូចសាកថ្មទូរស័ព្ទដៃយើងហ្នឹងយើងដោតមួយចូលទៅលើទូរស័ព្ទយើងទៅហើយមកខាងទៀតយើងដោតចូលទៅលើ laptop របស់យើងឬក៏ PC របស់យើងហ្នឹងអ្នកនរគ្នាដោតហើយវានឹងឲ្យយើង select ទៅលើទូរស័ព្ទដៃអញ្ចឹងយើងចូលទៅមើលទៅលើទូរស័ព្ទដៃយើងវាតម្រូវឲ្យយើងចុច accept ដើម្បី approve ថាUSB ដែលដោតហ្នឹងគឺទូរស័ព្ទរបស់យើងមិនមែនអ្នកផ្សេងអញ្ចឹងណាអញ្ចឹងទៅជាមួយការដោតហ្នឹងត្រូវការ click allow មកបាទបន្ទាប់ពីយើង click allow ហើយវាតម្រូវឲ្យយើងដាក់ password នៅលើទូរស័ព្ទដៃយើងមួយមកហើយ scan មកទៅជាមួយ iOS អញ្ចឹងណាអញ្ចឹងទៅជាមួយចប់ពីទូរស័ព្ទហើយយើងចូលមកលើ PC របស់យើងឃើញ storage ទូរស័ព្ទយើងគឺ full អញ្ចឹងអ្នកនរគ្នាដើម្បី copy រូបភាពបានអ្នកនរគ្នា search ពាក្យថា photo មកអូខេយើងបើកមក photo ពេលដែលអ្នកនរគ្នាបើក photo ហើយវានឹងសូមមកបែបនេះដែលមាននេះ Apple iPhone យើងហ្នឹង storage របស់យើងហើយខាងលើនេះ OneDrive នៅលើ PC របស់យើងដែលមាន memory មាន photo នៅលើ photo វាមាន camera roll មាន save folder មានអីចឹងហើយនេះយើងคลิกកន្លែង Apple នេះមក Apple photo ហ្នឹងអ្នកនរគ្នាឃើញសូមមកទៅជាមួយរូបភាពទាំងអស់ហ្នឹងអញ្ចឹងយើង select all ហើយយើង import វាមក import ចូលទៅកន្លែងណាមួយនៅលើ computer របស់យើង OneDrive យើងហ្នឹងទៅជាមួយទីតាំងអ្នកនរគ្នាឃើញអញ្ចឹង user del OneDrive photo អញ្ចឹងបើយើង select ចូល camera roll គឺវាដាក់ slash camera roll មួយទៀតអញ្ចឹងតែឥឡូវខ្ញុំដាក់ folder ប៉ុណ្្នឹងមកនៅខាងក្រៅអញ្ចឹងចូល import មកទៅជាមួយ import វាអាស្រ័យទៅលើរូបភាពហើយនឹង speed computer យើងដែរទៅជាមួយ run import រូបភាពហ្នឹងអញ្ចឹងបើ computer យើង speed លឿនអាចធ្វើការ run លឿនដែរទៅជាមួយរូបភាពច្រើនក៏ធ្វើឲ្យយូរដែរអញ្ចឹងទៅជាមួយកន្លែងហ្នឹងមានតែរងចាំទេបន្ទាប់ពីយើង copy ហើយអ្នកនរគ្នាចូលមកមើលកន្លែងTracy មកហើយចូល username ហើយចូល del ហើយអ្នកនរគ្នាចូល OneDrive ច្បាស់ជាឃើញរូបភាពដែលយើង copy មិញណា import មិញដោយសារនេះខ្ញុំ copy ហើយខ្ញុំអត់បានដាក់បញ្ចូលតែទៅជាមួយរូបភាពហ្នឹងអ្នកនរគ្នាអាចទៅមើលបាននៅ 3D ខ្ញុំ copy ទៅមុនហ្នឹងខាត់មុនទៅអញ្ចឹងនេះរូបភាពទាំងអស់ហ្នឹងគឺសូមមកបែបនេះអញ្ចឹងអ្នកនរគ្នាអាចមើលបានបាទវីដេអូរបស់ខ្ញុំសូមចំតែប៉ុណ្ណេះអញ្ចឹងបើអ្នកនរគ្នាមានចម្ងល់ឬក៏មានអីដែលថាសួរបន្ថែមអ្នកនរគ្នាអាច comment ខាងក្រោមបាននិងជួយចុច subscribe ដើម្បីទទួលបានវីដេអូចែករំលែកផ្សេងៗទៀតអរគុណ